តម្លៃ$25,800ឡានថ្មីនេះគឺកំពុងតែវាយលុកទីផ្សាររថយន្តយើងនៅពេលសប្តាហ៍គឺខ្លាំងមែនទែនតែម្ដងដែលប្រើប្រាស់ជាមួយប្រភេទបច្ចេកវិទ្យា DMI សាំងនិងអគ្គិសនីលាយបញ្ចូលគ្នាដែលយើងចំណាយខ្ទង់ត្រឹមតែជាង$50យើងអាចធ្វើការបើកបរបានរហូតដល់1090គីឡូម៉ែត្រជឿឬមិនជឿដល់តែមើលវីដេអូដល់ចប់ទាំងអស់គ្នាហើយនេះគឺជារថយន្ត BYD Sierra M5BYD Sierra M5 គឺជារថយន្តដែលទទួលបានជាមួយនឹងការកក់ច្រើនបំផុតតែម្ដងនាពេលសប្តាហ៍ថ្ងៃនេះបើតាមខាង BYD Cambodia គាត់បានធ្វើការប្រាប់ជាដំណឹងហ្នឹងមកកាន់យើងអញ្ចឹងពេលបងប្អូនដែលពិតជាពិសេសខ្លាំងមែនទែនហើយបើសួរថាមូលហេតុអីបានជាធ្វើឲ្យ BYD Sierra M5 នេះទទួលបានជាមួយនឹងប្រជាប្រិយភាពខ្លាំងបែបនេះនោះគឺដោយសារតែតម្លៃរថយន្តនេះគឺយើងសឹងតែមិនគួរឲ្យជឿតែម្ដងប្រិយមិត្តអស់គ្នាដែលខាង BYD ក៏បានធ្វើការផ្ដល់ជូនអញ្ចឹងណាដែលឥឡូវនេះប្រិយមិត្តចំណាយត្រឹមតែជាង$20,000ទេប្រិយមិត្តទទួលបានជាមួយនឹងរថយន្តលក្ខណៈគូសាដែលមានរូបរាងធំទូលាយឆ្លាតវៃខ្លាំងសំចៃហើយថែមទាំងជា brand មួយដែលគួរឲ្យទុកចិត្តដូចជា brand មួយដែលល្បីនាពេលសប្តាហ៍ថ្ងៃនេះផងដែរ BYD ក៏ត្រូវបានគេស្គាល់ពីប្រភេទរថយន្តអគ្គិសនីរបស់ខ្លួនដោយសារតែខ្លួនគឺជាក្រុមហ៊ុនដែលផលិតជាមួយរថយន្តអគ្គិសនីភាគច្រើនបំផុតតែម្ដងតែសម្រាប់ BYD Sierra M5 ប្រិយមិត្តអរគ្នាមិនមែនជាប្រភេទរថយន្តអគ្គិសនីសុទ្ធទៀតទេគឺរថយន្តនេះប្រើប្រាស់ជាមួយប្រភេទបច្ចេកវិទ្យា DMI សាំងនិងអគ្គិសនីរួមបញ្ចូលគ្នាដែល DMI គឺមានពាក្យពេញថា Dual Mode Intelligent ចឹងខ្ញុំនឹងថាមុខងារ DMI នេះគឺមានមកជាមួយនឹងមុខងារអីគេខ្លះតោះប្រិយមិត្តទៅមួយខ្ញុំទាំងអស់គ្នាចឹងមុខងារដំបូងគឺ Pure EV ដែល Pure EV នេះគឺជាមុខងារសម្រាប់ធ្វើការប្រើប្រាស់ជាមួយប្រភេទអគ្គិសនីសុទ្ធតែម្ដងប្រិយមិត្តអរគ្នាចឹងវាដំណើរការបែបម៉េចចឹងដោយសាររថយន្តនេះគឺមានមកជាមួយប្រភេទថ្មដែលជាប្រភេទ Plate Battery អញ្ចឹងថ្មនេះគឺមានមុខងារក្នុងការសាកថាមពលពីខាងក្រៅមកដើម្បីយើងធ្វើការបំលែងជាមួយថាមពលនោះមកកាន់ Motor Controller ហើយ Motor Controller ហ្នឹងនឹងធ្វើការបំលែងជាមួយនឹងថាមពលដែលពីថ្មនោះទៀតដើម្បីមកធ្វើការបញ្ជូនទៅកាន់ motor ផ្ទាល់ហើយក៏ដូចជា motor ហ្នឹងគឺបញ្ជូនទៅកាន់កង់ដើម្បីធ្វើការវាល់កង់តែម្ដងហើយរថយន្តនេះនៅពេលដែលយើងសាកជាមួយថាមពលថ្មពេញយើងអាចធ្វើការបើកបរបានរយៈចម្ងាយគឺ71គីឡូម៉ែត្រដែរអញ្ចឹងគឺវាល្មមប្រិយមិត្តអរគ្នាសម្រាប់អ្នកដែលគាត់ធ្វើដំណើរចិត្តឧទាហរណ៍ដូចជាគាត់ជាសិស្សសានុសិស្សឬក៏គាត់ជូនជាមួយនឹងកូនទៅសាលារៀនទៅផ្សារទៅអីក្បែរផ្ទះអីប្រិយមិត្តអរគ្នាចឹង71គីឡូម៉ែត្រនេះគឺយើងអាចធ្វើការប្រើប្រាស់មកល្មមដោយសឹងតែយើងមិនចាំបាច់ធ្វើការចាក់ជាមួយនឹងសាំងផងប្រិយមិត្តអរគ្នាមុខងារទី2គឺជាមុខងារ Extended Range ដែលជាមុខងារប្រើប្រាស់ជាមួយប្រភេទម៉ាស៊ីនក៏ដូចជាបូករួមជាមួយនឹង motor ផ្ទាល់និងមិនមានថាមពលដោយជំនួយពីខាងថ្មនោះទេដែលវាដំណើរការឧទាហរណ៍ថានៅពេលដែលអស់ជាមួយនឹងថាមពលថ្មចឹងទៅប្រិយមិត្តអរគ្នាហើយនៅពេលនោះម៉ាស៊ីននឹងមានតួនាទីក្នុងការបំលែងជាមួយនឹងប្រភេទចំហេះដែលបានមកពីខាងឥន្ធនៈហ្នឹងដើម្បីបញ្ជូនមកកាន់ generator ធ្វើការបញ្ជូនបន្តទៅកាន់ motor controller ហើយ motor controller ហ្នឹងក៏ធ្វើការបញ្ជូនបន្តទៀតទៅកាន់ motor ហើយ motor នឹងធ្វើការបញ្ជូនជាមួយនឹងថាមពលដើម្បីធ្វើការបង្វិលជាមួយនឹងកង់អញ្ចឹងយើងអាចធ្វើការប្រើប្រាស់រថយន្តនេះដោយចាក់សាំងធម្មតាដូចជាមួយរថយន្តដទៃអញ្ចឹងតែគ្រាន់តែវាសន្សំចៃខ្លាំងមែនទែនមូលហេតុនេះបានវាសន្សំចៃដោយសារតែម៉ាស៊ីននេះគឺមិនមែនធ្វើការ work direct ទៅកាន់បង្វិលកង់ដូចជាមួយរថយន្តដទៃទេម៉ាស៊ីននេះគឺមានគោលដៅក្នុងការជួយក្នុងការបំលែងជាមួយនឹងថាមពលចំហេះឧស្ម័នបញ្ជូនទៅកាន់ motor អគ្គិសនីដើម្បីធ្វើការបង្វិលកង់យល់ទៅគឺដូចជាមួយនឹងអគ្គិសនីអញ្ចឹងគ្រាន់តែយើងប្រើប្រាស់ម៉ាស៊ីនដើម្បីធ្វើការជំនួសជាមួយនឹងថ្មវិញម្ដងប្រិយមិត្តអរគ្នាអញ្ចឹងសម្រាប់ការចាក់សាំងមកពេញយើងអាចធ្វើការបើកបរបាន1019គីឡូម៉ែត្របូករួមបញ្ចូលទាំងយើងសាកជាមួយថាមពលពេញយើងអាចបើកបរបាន71គីឡូម៉ែត្រទៀតនោះអញ្ចឹងបូករួមចូលគ្នាយើងអាចធ្វើការបើកបរបានរហូតដល់1090គីឡូម៉ែត្រដែលវាពិតជាពិសេសខ្លាំងមែនទែនមុខងារបន្ទាប់ទៀតគឺ Dual Power ដែល Dual Power នេះគឺវាដំណើរការបាននៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយប្រភេទល្បឿនលឿនឬមួយក៏យើងដេញល្បឿនដេញអីប្រិយមិត្តអរគ្នាអញ្ចឹងមុខងារហ្នឹងគឺងាយយល់ទេដែលម៉ាស៊ីនហើយនិង motor គឺដំណើរការស្របគ្នាតែម្ដងអញ្ចឹងថ្មបញ្ជូនជាមួយនឹងកម្លាំងមកកាន់ motor នឹងធ្វើការបញ្ជូនមកកាន់កង់
ai chấm này em mà sẵn cứ miền mục nghe bình chun chỉ muốn thao pol mà can cẳng to tay mà đong để cho nên hai tập vội cầm lăng này rồi này ai thì cả boost thuê đónไปหมดออกนี้จังสมัยมาสั้นแต่มีจำนวนมวยช่วยปรามลิตรนี่บวกรวมจำนวนประเภทมาตากิสเนติไอที่การเหมือนการกำลังบ้านเราโหดต่อปีรอยเก้าสิบบุญเสชิมวนกำลังระโมคือ430นิวตันเมตรได้สะเอาคลังเหมือนกันดอกดังไอชวนปีโซนแต่การ100กิโลเมตรใจเป้ตรำแต่ผมไปจัดใบวินิติแต่ยังเชื่อท่ากำลังกับปั้นเลยคือไอสมาร์ตนึงประเภทมาสั้นแต่มีจำนวนปี7โซนลิตรทุกบ่อยเนาะไอแล้วยังเงี้ยแต่เมื่อแต่ตอนชมรูกเรียงทางคราวในรถยนต์บีวดีเซลล์อัมฟาในต่างออกนี้เอาไว้ในยมชาปรามทมผมพอดนั่นคือแต่เลยตุ่มพมในรถยนต์นี้ที่พอแต่เวียนเมื่อมากก็โดยชมประเภทรถยนต์ SUV แต่หายได้ไปมีประวัติสำหรับต่างออกคือ4.830 มิลลิเมตรนั่งตัวตั้งคือ4.860 มิลลิเมตรให้หนึ่งกำปูระบอกเวียคือ4.810 มิลลิเมตรจังประมาณต่างออกในไอสะสมัยบ้านตุ่มพมปนนะคือท่าแบกตามมาดองสมัยประเภทรถยนต์ตำลายแบบปนนี้ช่างกันนะเฮ้ยมันตรำแต่ข้างกระทมแต่ข้างน้องกวิตลีพองได้แต่ติดยืนแต่เมื่อต่างออกนี้แต่เบอร์แต่ตัวชมการดีไซน์ที่ประเภทดูกันในข้างกระวิมีสภาพสดอาดเหมือนกันไปมันเคยมีมาชมโลโก้บีวดีในจอมกันได้กินดับมาแบบนี้vì mờ máuคือโดยชมประเภทรถยนต์นักสนิทแต่ให้โดยชมประเภทรถยนต์สั่งแต่จังได้ไอทีวีชีซิกนิเชอร์มวยในรถยนต์มันนี่ดีไซน์แต่วิกเชียร์รถยนต์ประเภทการโกนกัดจังนะโอเคเป็นมาต่อนี้จังในขมุกนี่คือเรื่องแปะมาชมวยหนึ่งประเภทอัมพู LED ได้มีมาชมวยหนึ่งdaytime ได้วิสลอสอาร์ตคลั่งเหมือนกันอัมพูนี่ก็มีชมวยสมรรถเพศของการบัดบักสายประวัติไปยุบของได้ผมแปะมาชมวยประเภทตุ่มพมกังตุ่มพมดับปุ่มใบเองอย่างลอยมีโยมหายวิสะซ้ำเหมือนกันสมัยรถยนต์นี่แต่ซาแต่ยืมมือมาคือซีขึ้นนี่ตามดองสมัยตุ่มพมให้หนึ่งประเภทรถยนต์แบบนี้จังแต่ตอนชมวยหนึ่งในขังกราวไว้ชมวยหนึ่งการดีไซน์ก็มีชมวยหนึ่งประเภทอัมพูดีด้วยนี้ได้เกดีไซน์ตัวแหวนโอฟิศดำตัวดอกหางช่วยหนึ่งกลุ่มเล็กมาชมวยหนึ่งการดีไซน์แบบประเภทสโลอาร์ตวิเตตีนสมัยรถยนต์ประเภทนี้ตามดองแต่ไอ้เดี๋ยวยังช่องแผนมาต่อเนี่ยในแล้วนี่คือแต่ตอนชมวยหนึ่งการโชว์แต่การรถยนต์ได้ซาแต่เวียงแปะมาชมวยหนึ่งมุกงี้ฉลาดใบจิตร้านแต่มีตีมวยคือยังไอทีการบัญชีในการดักสาวตามอย่างเงี้ยประประชมวยประเภทสมาร์ทคีย์ได้ตลาดตรำแต่เชียงปีมือตลาดได้เป็นหมดออกนี้ยังมีสมาร์ทคีย์โชว์แต่การขนมรถยนต์โอเคไอ้มือเต้คือยังไอทีการบัญชีตามระยะบตอนนี้บางเป็นหมดออกนี้จังยังขอนแต่การมาได้ทราบแต่วิประเภทสมาร์ทคีย์จังยังขอนแต่ดาจมมาจำล็อกตามนี้เต้คือยังไอทีการจดกลายนี้ในใบทีการล็อกโชว์แต่การขังขนมรถยนต์บานมือเตี้ยยังก็ไอทีการโชว์แต่การรถยนต์นี้ได้ประประชมวยประเภท NFC card แต่ NFC card ยังขอนแต่สแกนที่มือหนึ่งตรังกันจะนี่ยังอาโจแต่การในรถยนต์บานโดยนี้ให้มันตัวน่าเต้ไปหมดยังก็อาจจะการโจแต่การรถยนต์ได้ปราบปรามมาประเภทแอปตู้ซับได้ได้มีชื่อท่า BYD Super App ได้กันหลายนี้ยังอาจจะการอันล็อกชิมวยหนึ่งทวีได้ปราบปรามชิมวยหนึ่งประเภทแอปนี้บานให้ก็มันตัวน่าได้คือยังอาจจะการปราบปรามชิมวยประเภทซาวบลูทูธได้บัญชีตามระยะตู้ซับได้หนังมือที่คือยังอาจจะการสแกนชิมวยหนึ่งซาวบลูทูธตามระยะ NFC นี้โดยนี้ฉันคือปัจจัยคู่คลังเหมือนกันเช่นก็ตับในการกลางยมฮาลาจุ่มไปหมดออกในปนังอะไรยังโจตัวมือพลังขนมแต่ทราบในขนมคือเมียนระบาดในทางใจยิงฉันกูสามได้จังเติมมือยมเตะออกไปเดี๋ยวยมโจมาการพนังขนมนี้เอาไว้เดี๋ยวยมชอบเรามุนเกนุคือแต่เลิฟเพียบประนัดโจมาคือยังฟีลท่าวีคุณภาพเหมือนกันในพนังขนมไปมาตุ้สนาจะได้คือดังแต่ในทางขนมคือวิศวกรรมแบบนั้นเมียนมาจมูกการดีไซน์เมียนแต่งสบายเมียนแต่งประเภทแกฮัตาเชียอร่อยมีโยมเมียนจมูกหนังประเภทแกทัสซอฟนับปลาเลเดอร์จังงั้นจังเลยเป็นด่างกุ้ยคือวิมีสภาพสรูองกุ้ยให้สบายประเภทนี้คือวิสรูคลีนของการสมอาดพองได้บุเป็นต้นวิชีและขณะประเภทการมีนมอลลีดีไซน์จังคือออกมีนสภาพซ้ำยำเด็ดได้มีมาจมูกประเภทสกรีนในจำกันดานี้ตายมาดองให้ก็มีนจมูกหนึ่งการปราบปรามตะเลมุกมีมูจนวนในตรังกันไหลนี่พองได้อย่ารวมแต่คือข้างกันไหลนี่คืออัดสมุกสมัยเด็ดให้กันไหลนี้เป็นก็วิมีนและขณะมือตะคลีนสดอาดดังมีส่วนการปราบปรามตายมาดองสมัยจังโก้เป็นคือยังนึงแต่ตัวบ้านจมูกไปการทัชจังโก้สบายมีมาจมูกหนึ่งมุกเงียเซ็งในตรังกันไหลแต่อันนั้นให้ยังก็มีมาจมูกมุกเงียมาที่มีเดียเอาไว้ได้สำคัญเป็นมาตักเนี่ยคือมีมาจมูกไปการทำ voice command ได้การใช้ voice activated โชว์ตัดดอกในเอกกลางคอมพิวเตอร์ในข้างอีกระดับจังโก้ในเว้นคือประปาจมูกไปการทัชสกรีนดิจิทัลตามมาดองได้มีตำหงทมระหว่างตัดดอกปุ่มใบจุดปุ่มใบเอง
វាបង្ហាញមកជាមួយនឹងមុខងារក៏ដូចជាបង្ហាញជាមួយនឹងព័ត៌មាននៃរថយន្តដូចជាថ្មក៏ដូចជាកុងទ័រសាំងក៏ដូចជាកុងទ័រល្បឿនក៏ដូចជាមានមកជាមួយនឹង option ផ្សេងៗគឺបង្ហាញជាមួយនឹងអេក្រង់កុងទ័រមួយនេះហើយនៅខាងស្ដាំនេះគឺមានមកជាមួយនឹងអេក្រង់ infotainment ដែលយើងស្គាល់មកហើយ infotainment នេះទៀតសោតគឺមានទំហំរហូតដល់ 10.1 អ៊ីនអញ្ចឹងវាក៏ធំផងដែរប្រើប្រាស់ជាមួយនឹងប្រភេទមុខងារ touch screen ដែលយើងអាច touch បានអ្វីដែលសំខាន់គឺមានភ្ជាប់មកជាមួយប្រភេទមុខងារ Apple CarPlay ក៏ដូចជា Android Auto ដែលសម្រាប់ការប្រើប្រាស់គឺ smooth ខ្លាំងមែនទេបងប្អូនដែលយើងអូសទៅគឺឆ្វិតអញ្ចឹងយើងអាចប្រើប្រាស់ map យើងអាចប្រើប្រាស់ចាក់ប័ណ្ណសម្រាប់គឺនៅពីខាងក្នុងនឹងតែម្ដងខាងក្នុងរថយន្តនេះខ្ញុំមានអារម្មណ៍ថាវារៀងស្ងាត់ជាងរថយន្តទូទៅដោយសារតែមានមកជាមួយប្រភេទគេហៅថាមុខងារ NVH ដែលមកដល់នេះដែលមុខងារហ្នឹងគឺជួយធ្វើការកាត់ជាមួយនឹងបន្ថយជាមួយនឹងសំឡេងរំខានអញ្ចឹងនៅពេលដែលបើកបរក៏ដូចជាយើងបន្ថែមជាមួយនឹងការស្ដាប់តន្ត្រីទៀតនោះធ្វើឲ្យការបើកបររបស់យើងខាងក្នុងនេះគឺមានផាសុកភាពខ្លាំងមែនតើជ្រាបបន្ទាប់គឺយើងនឹងនិយាយតាក់ទងជាមួយនឹងម៉ាស៊ីនត្រជាក់ដែលម៉ាស៊ីនត្រជាក់វាងាយស្រួលក្នុងការប្រើប្រាស់មែនតើហើយនៅចំកន្លែង console កណ្ដាលនេះតែម្ដងអញ្ចឹងនៅពេលដែលយើងបញ្ជាអីគឺវាមានសភាពងាយស្រួលតែម្ដងហើយអ្វីដែលសំខាន់គឺមានមកជាមួយប្រភេទមុខងារការថាបន្សុទ្ធខ្យល់បន្ថែមទៀតអញ្ចឹងនៅពេលដែលយើងធ្វើការបើកបរអីគឺវាមានមកជាមួយនឹងផាសុកភាពតែម្ដងហើយផ្នែកខាងក្រៅនេះក៏មានមកជាមួយនឹងម៉ាស៊ីនត្រជាក់ដាច់ដោយឡែកនៅខាងក្រៅនេះដូចគ្នាផងដែរអញ្ចឹងកន្លែងខាងក្រៅនេះយើងក៏អាចធ្វើការបញ្ជាបន្ថែមទៀតសម្រាប់អ្នកខាងក្រៅអញ្ចឹងអ្នកខាងក្រៅនេះក៏គាត់ទទួលបានជាមួយនឹងអារម្មណ៍ក៏ដូចជាទទួលបានជាមួយម៉ាស៊ីនត្រជាក់ដែលកាន់តែផាសុកភាពនៅពេលដែលយើងធ្វើការធ្វើដំណើរនៅផ្លូវឆ្ងាយជាដើមកន្លែងនេះគឺមានមកជាមួយនឹងកន្លែងធ្វើការផ្ទុកទូរស័ព្ទរបស់យើងហើយមានមកជាមួយនឹងប្រភេទចង្កឹះលេខដ៏ស្រស់ស្អាតទូចងាយស្រួលចាប់កាន់ហើយចង្កឹះលេខនេះគឺជាប្រភេទចង្កឹះលេខគេហៅថា electronic អញ្ចឹងនៅពេលដែលយើងដាក់លេខអីគឺ smooth ក៏ដូចជាងាយស្រួលខ្លាំងមែនតើមានមកជាមួយនឹង parking sensor អញ្ចឹងនៅពេលដែលយើងបើកបរអីគឺងាយស្រួលនៅពេលដែលយើងរយៈថយទៅខាងក្រោយឬមួយក៏យើងធ្វើការចុះចតអីដែលដូចជាមានមុខងារប្រដំណឹងមួយអញ្ចឹងជៀសវាងពីការប៉ះទង្គិចផ្សេងមានមកជាមួយនឹង traction control កន្លែងនេះគឺជា button auto hold ដែល auto hold ជឿថាប្រិយមិត្តអរគ្នាអ្នកខ្លះគឺគាត់ដឹងហើយពេលយើងឈប់ stop អីយើងគ្រាន់តែធ្វើការចង frank យើងធ្វើការឈប់ដោយស្វ័យប្រវត្តិហើយពេលដែលយើងទៅមុខយើងគ្រាន់តែធ្វើការកងហ្គាសឬយើងនឹងធ្វើការទៅមុខតែម្ដងកន្លែងនេះគឺយើងអាចធ្វើការបញ្ជាប្រើប្រាស់ជាមួយនឹង EV ក៏បាន HEV ក៏បានមានមកជាមួយនឹងប្រភេទ mode ដែល mode គឺមាន3 mode ពីម្ដងគ្នាមាន eco normal ក៏ដូចជា sport អញ្ចឹងបើយើងចង់សំចៃប្រើ eco ទៅជិះផ្លូវធម្មតាយើងប្រើ normal ហើយបើសិនជាយើងចង់លេងល្បឿនប្រើ sport mode ទៅហ្នឹងគឺ best តែម្ដងដោយតែខ្ញុំនិយាយតាំងពីដើមអញ្ចឹង sport mode គឺជួយធ្វើការ boost ជាមួយនឹង power នៃរថយន្តនេះដោយប្រើប្រាស់ទាំងសាំងក៏ដូចជា motor អគ្គិសនីលាយបញ្ចូលគ្នាតែម្ដងអញ្ចឹងបានធ្វើឲ្យរថយន្តនេះគឺទទួលជាមួយនឹងកម្លាំង horsepower ដែលមានប្រមាណគឺបញ្ចេញមកទាំងអស់តែម្ដងប្រិយមិត្តទាំងអស់គ្នាអូខេនេះគឺប៊ូតុនធម្មតាយើងធ្វើការបញ្ជាជាមួយនឹង media multimedia ផ្សេងៗមានមកជាមួយនឹង cup holder 2ហើយ armrest នៅក្នុង armrest នេះក៏មានមកជាមួយនឹងកន្លែងធ្វើការទុកអីវ៉ាន់ផងដែរជារួមសម្រាប់រថយន្តនេះនៅខាងផ្នែកខាងក្នុងខាងមុខនេះគឺខ្ញុំចាប់អារម្មណ៍ថាគឺវាមានសភាព comfort ហើយអ្វីដែលសំខាន់គឺនៅពេលដែលអង្គុយគឺមានផាសុកភាពហើយទូលាយខ្លាំងមែនតើសម្រាប់ចង្កូតគឺវាមានសភាពធូរស្រួលក្នុងការបើកបរខ្លាំងមែនតើអញ្ចឹងបាទខ្ញុំនិយាយថារថយន្តនេះគឺមិនសមជាមួយតម្លៃតែម្ដងងាកទៅមើលផ្នែកខាងក្រោយដោយសារតែរថយន្តនេះគឺជារថយន្តលក្ខណៈគ្រួសារអាចធ្វើការផ្ទុកអ្នកដំណើរបានរហូតដល់5នាក់អញ្ចឹងផ្នែកខាងក្រោយក៏វាមានសភាពទូលាយដូចគ្នាតែបើតែផ្នែកខាងមុខនេះគឺរង្គិលកៅអីថយទៅខាងក្រោយយ៉ាងណាក៏ដោយក៏អ្នកខាងក្រោយគឺអត់មានសភាពថាទើសជើងឬមួយក៏ប៉ះជាមួយនឹងបូដែរនិយាយទៅគឺមកពេញចិត្តមកសាកសមសម្រាប់គ្រួសារសមាជិក5នាក់តែម្ដងហើយខាងក្រោយនេះក៏មានមកជាមួយនឹងពូកស្បែកដូចគ្នាអ្វីដែលសំខាន់គឺកៅអីខាងក្រោយនេះក៏អាចធ្វើការកាច់បញ្ជា adjustment បានរហូតដល់ពី98ទៅ118ដឺក្រេបន្ថែមទៀតអញ្ចឹងគឺ grade មកល្មមសម្រាប់អ្នកដែលគាត់ធ្វើការរត់ដំណើរនៅផ្នែកខាងក្រោយមិនធ្វើឲ្យគាត់មានសភាពថាចុករយខ្នងទេបើសិនជាគាត់ចង់ធ្វើការសម្រាកនេះគាត់អាចធ្វើការកាច់ឲ្យវា grade ដល់118ដឺក្រេទៅដែលធ្វើឲ្យការរត់ដំណើររបស់គាត់គឺมันមានជាមួយនឹងសភាពគេហៅថាចុករយខ្នងនិងបង្កើនជាមួយនឹងផាសុកភាពតែម្ដងហើយអ្វីដែលសំខាន់គឺនៅខាងក្រោយហ្នឹងក៏យើងអាចធ្វើកាច់រៀបស្មើសម្រាប់យើងធ្វើការផ្ទុកជាមួយនឹងអីវ៉ាន់បន្ថែមបើសិនជាយើងអត់ចាំបាច់ក្នុងការដឹកអ្នកដំណើរនៅខាងក្រៅនេះទេអញ្ចឹងត្រង់ចំណុចហ្នឹងយើងក៏អាចធ្វើការផ្ទុកអីវ៉ាន់គឺបានច្រើនល្មមគួរសមហើយដូចតែនិយាយអញ្ចឹងបើសិនជាយើងចង់ធ្វើការផ្ទុកឲ្យកាន់តែខ្លាំងយើងនឹងបន្ថែមទៀតហើយយើងអត់មានធ្វើការដឹកជាមួយនឹងអ្នកដួលដំណើរទេយើងអាចធ្វើការកាច់កៅអីនៅខាងក្រោយជួរទី2នេះរៀបស្មើបានដើម្បីធ្វើការផ្ទុកអីវ៉ាន់បន្ថែម
សម្រាប់មុខងារសុវត្ថិភាពដែលក្រៅតែពី parking sensor គឺមានមកជាមួយនឹងប្រភេទ sensor ធ្វើការព្រមានបើសិនជាយើងអត់ធ្វើការដាក់ខ្សែក្បាត់ទេហើយអ្វីដែលសំខាន់នោះប្រិយមិត្តទាំងអស់គ្នារយន្តនេះគឺមានមកជាមួយនឹងពងសុវត្ថិភាពរហូតដល់6គ្រាប់ដែលជួយឲ្យការបើកបររបស់យើងគឺមានសុវត្ថិភាពតែម្ដងឧទាហរណ៍នៅពេលដែលយើងជួបជាមួយនឹងគ្រោះឧបទ្ទវហេតុផ្សេងៗបកចូលទៅដល់រយន្តនេះវិញដោយតែខ្ញុំនិយាយអញ្ចឹងវាគឺជាប្រភេទរយន្តគេហៅថាលក្ខណៈគ្រួសារអញ្ចឹងយើងអាចធ្វើការសាកជាមួយនឹងថាមពលអគ្គិសនីហើយយើងក៏អាចធ្វើការប្រើប្រាស់ជាមួយនឹងប្រភេទសាំងដើម្បីធ្វើឲ្យការធ្វើដំណើរវិញគឺកាន់តែបានរែងឆ្ងាយអញ្ចឹងណាហើយអ្វីដែលសំខាន់ពណ៌អគ្គិសនីនេះប្រិយមិត្តអរគ្នាយើងអាចធ្វើការយកទៅប្រើប្រាស់ពីខាងក្រៅបានដែលត្រង់ចំណុចនេះគឺពិសេសខ្លាំងមែនទែនឧទាហរណ៍ថានៅពេលដែលយើងធ្វើការបោះតង់ឬមួយក៏យើងទៅត្រង់កន្លែងណាដែលយើងត្រូវការប្រើប្រាស់ជាមួយនឹងអគ្គិសនីប៉ុន្តែគឺអត់មានអគ្គិសនីអញ្ចឹងរយន្តនេះគឺអាចធ្វើការជួយបានប្រិយមិត្តអរគ្នាដែលកម្លាំងដែលយើងបញ្ជូនអគ្គិសនីចេញក្រៅនេះគេហៅថាជា VTOL ដែលកម្លាំងនេះគឺអាចធ្វើការបញ្ជូនទៅក្រៅបានរហូតដល់3.3 គីឡូវ៉ាត់ឯណោះប្រិយមិត្តអរគ្នាអញ្ចឹងសម្រាប់ការប្រើប្រាស់ទូទៅនៅខាងក្រៅដូចជាការប្រើប្រាស់ជាមួយប្រភេទឆ្នាំងដាំបាយអគ្គិសនីការដាំឆ្នាំងដាំតែអគ្គិសនីឬមួយក៏ប្រើប្រាស់ជាមួយនឹងឧបករណ៍ភ្លើងឬមួយក៏យើងសាកជាមួយនឹងថាមពលផ្សេងទៅយកទៅឆាចជាមួយនឹងទូរស័ព្ទឬក៏យើងចង់ធ្វើការសាកជាមួយនឹង laptop ឬមួយក៏យើងចង់និយាយទៅគឺប្រើប្រាស់ជាមួយនឹងមុខងារច្រើនចាំបាច់បន្ថែមទៀតគឺយើងអាចធ្វើការប្រើប្រាស់បានតែម្ដងនេះដោយសារតែ 3.3 គីឡូវ៉ាត់គឺវាស្មើទៅនឹង 3300 វ៉ាត់ឯណោះអញ្ចឹងសម្រាប់ការប្រើប្រាស់ធម្មតាខ្ញុំគិតថាគឺមកល្មមក្នុងការប្រើប្រាស់ជាមួយនឹងថាមពលចេញនៅខាងក្រៅអញ្ចឹងខ្ញុំគិតថាផ្នែកខាងក្នុងនេះខ្ញុំហាឡាជូនប្រិយមិត្តអរគ្នាប៉ុណ្ណឹងនិយាយទៅគឺសឹងតែ detail គ្រប់ 100% ឯងដោយសារតែមុខងារនៃរយន្តនេះខ្ញុំនិយាយតាក់ទងជាមួយនឹងមុខងារដែលចាំបាច់បំផុតជូនប្រិយមិត្តអរគ្នាឥឡូវនេះគឺមានមុខងារសំខាន់មួយទៀតដែលគេថាជាប្រភេទ app អញ្ចឹងដែល BYD Super App ហ្នឹងចង់ដឹងថាមានមកជាមួយនឹង function នៃខ្លះក៏ដូចជាយើងអាចធ្វើការប្រើប្រាស់មួយខ្លះនោះតោះទៅមួយខ្ញុំទៅអូខេប្រិយមិត្តអរគ្នាអញ្ចឹងឥឡូវនៅក្នុងដៃខ្ញុំនេះគឺខ្ញុំមានជាមួយនឹង BYD App ដែល BYD App នេះគឺជាមុខងារដែលយើងអាចធ្វើការបញ្ជារថយន្ត BYD Sedan 5របស់យើងតាមរយៈទូរស័ព្ទដៃដែលខ្ញុំសន្យាថានឹងលើកឡើងដើម្បីយកមកប្រាប់ប្រិយមិត្តអរគ្នាការពីអំបញ្ញមិញអញ្ចឹងសម្រាប់ BYD App នេះគឺមានមុខងារសំខាន់មែនទែនសម្រាប់យើងធ្វើការបញ្ជាចូលខាងក្នុងរថយន្តក៏ដូចជាមានមកជាមួយនឹងមុខងារដែលខ្ញុំ impress ខ្លាំងមែនទែននៅពេលដែលឃើញជាមួយមុខងារទាំងនេះអញ្ចឹងមានដូចជាទី1ត្រង់ខាងលើនេះយើងអាចធ្វើការបញ្ជា add switch ជាមួយនឹង vehicle បើន័យថាបើសិនយើងមាន BYD អីយើងអាចធ្វើការ switch ជាមួយនឹង BYD នឹងបាននិយាយទៅដូចទៅនឹង account Facebook របស់យើងអញ្ចឹងបន្ទាប់ពីនោះនៅខាងកន្លែងនេះយើងនឹងឃើញមកជាមួយនឹងប៊ូតុន unlock ជាមួយនឹងសោចូលទៅក្នុងរថយន្តដូចជាមានមកជាមួយប៊ូតុន lock សោរថយន្តផងដែរហើយយើងក៏អាចធ្វើការបញ្ជាភ្លើងពីចម្ងាយដូចជាបញ្ជាតាក់ទងជាមួយនឹងមុខងារសម្រាប់ធ្វើការពន្លឺសំឡេងប្រិយមិត្តអរគ្នាដើម្បីដឹងថារថយន្តយើងនៅចតនៅទីតាំងណាអញ្ចឹងទៅយើងអាចធ្វើការចុចកន្លែងហ្នឹងទៅអញ្ចឹងរថយន្តនឹងធ្វើការ pop ជាមួយនឹងសំឡេងឧទាហរណ៍អូខេយើងត្រូវវាយជាមួយនឹង passwordមុខងារហ្នឹងគឺមាននៅក្នុងកូនសោដែលយើងធ្វើការប្រើប្រាស់អូខេហើយយើងក៏អាចធ្វើការបញ្ជាតាក់ទងជាមួយនឹងកម្រិតសីតុណ្ហភាពនៅខាងក្នុងរថយន្តដោយប្រើប្រាស់ជាមួយទូរស័ព្ទដៃអញ្ចឹងយើងអាចបញ្ជាបានន័យថា low temperature ក៏ដូចជា hot temperature ទៅតាមនេះអីគឺយើងអាចបញ្ជាតាមនឹងបានហើយយើងក៏អាចធ្វើការ turn off ក៏បានដែរប្រិយមិត្តទាំងអស់គ្នាមុខងារបន្ទាប់ទៀតនឹងមានបង្ហាញជូនជាប្រភេទគេថា notificationចឹងនៅពេលដែលរថយន្តយើងធ្វើការបិទទ្វារមិនចិត្តឬមួយក៏ហូតខាងមុខឬមួយក៏ឃ្លុបនៅខាងក្រោយអីបិទអត់ចិត្តអីគឺនឹងមាន load ប្រាប់នៅត្រង់ចំណុចកន្លែងនេះហើយក៏មានបង្ហាញជូនតាក់ទងជាមួយប្រភេទគេថា tire pressure tire pressure ហ្នឹងគឺបង្ហាញជូនតាក់ទងជាមួយនឹងសម្ពាធកង់ចឹងកង់ទាំង4គ្រាប់យើងមានសម្ពាធប៉ុណ្ណាគឺមានបង្ហាញជូននៅ app ដូចគ្នាដែលមុខនេះគឺសំខាន់ណាស់ហើយក៏ងាយស្រួលផងដែរនៅពេលដែលយើងមុននឹងយើងចេញធ្វើដំណើរទៅណាយើងមិនបាច់ចាំធ្វើការទៅ check មើលរថយន្តទេយើងគ្រាន់តែអូសទូរស័ព្ទយើងមកយើងដឹងហ្មងថាកង់មួយណាដែលធូរអញ្ចឹងយើងអាចធ្វើការយករថយន្តយើងទៅធ្វើការបំពេញជាមួយនឹងខ្យល់ឬមួយក៏សាប់កង់បន្ថែមបានអូខេអត់តឲ្យប្រិមត្តអរគ្នាមួយទៀត vehicle position ដែលមុខនេះខ្ញុំគិតថាសំខាន់ដូចគ្នាឧទាហរណ៍ថាបើសិនជាយើងមិននៅក្នុងប្រទេសរបស់យើងទេបើន័យថាយើងទៅខាងក្រៅប្រទេសអញ្ចឹងណាអញ្ចឹងយើងអាចមើលដឹងបានថារថយន្តរបស់យើងគឺនៅទីតាំងណាឧទាហរណ៍បើសិនជាមានបងប្អូនឬមួយក៏អ្នកខ្ចីជាមួយរថយន្តយើងបើកទៅណាអីគឺរថយន្តនេះដូចមានជាមួយនឹងប្រភេទគេថា GPS មួយអញ្ចឹងរថយន្តទៅដល់កន្លែងណាគឺយើងដឹងតែម្ដងថា
ទីតាំងរថយន្តយើងគឺនៅកន្លែងណានៅក្នុង map ដែល map គឺធំខ្លាំងមែនតើប្រិមត្តអរគ្នានេះគឺជា Google Map ហើយគឺដឹងថារថយន្តយើងនៅណាមកឧទាហរណ៍ឥឡូវនេះគឺរថយន្តយើងនៅកំពុងតែនៅ BYD សាខា City Mall អញ្ចឹងគឺ load តតែម្ដងអូខេហើយក៏មានចុងក្រោយគេគឺតាក់ទងជាមួយ service អញ្ចឹងបើសិនបងប្អូនដឹងថា service BYD នៅទីតាំងណាទេក៏មានបង្ហាញជូនដល់ដូចគ្នាដែល service BYD គឺមានទីតាំងផ្ទាល់នៅឯ BYD សាខាផ្លូវ 6A អូខេអញ្ចឹងនេះគឺជាដុំសម្រាប់យើងធ្វើការសាកជាមួយធម្មពលរថយន្តរបស់យើងដែលដូចតែខ្ញុំនិយាយតាំងពីដើមអញ្ចឹងរថយន្តនេះគឺប្រើប្រាស់ជាមួយនឹងសាំងលេជាមួយនឹង Disney ហើយដុំទៅវាមានសភាពសាមញ្ញខ្លាំងមែនតើដែលយើងគ្រាន់តែយកមកក្នុងការដោតជាមួយនឹង ព្រីដូចធម្មតានៅផ្ទះរបស់យើងអាចធ្វើការសាកជាមួយធម្មពលរថយន្តរបស់យើងហើយចឹងអញ្ចឹងនៅពេលដែលពេញគឺនឹងលោតតែម្ដងអញ្ចឹងជារុញខ្ញុំគិតថារថយន្ត BYD គឺតម្លៃត្រឹមតែជាង$20000ផ្ដល់ជូនជាមួយនឹងមុខងារដែលយើងងាយស្រួលក្នុងការប្រើប្រាស់ចាំបាច់ខ្លាំងមែនទែនប្រើប្រាស់បានរយៈចម្ងាយឆ្ងាយដែលប្រើប្រាស់ជាមួយប្រភេទ jack up HDMI ប្រភេទសាំងលេមក Disney ដ៏ទំនើបអញ្ចឹងគឺអាចធ្វើការបើកបោបានរហូតដល់ជាង1000គីឡូម៉ែត្ររថយន្តក៏មានមកជាមួយសភាពផាសុខភាពតាក់ទងជាមួយនឹងការជន់មានសភាពស្ទុះលឿនល្អនិយាយទៅគឺមួយអែមតែម្ដងតាក់ទងជាមួយនឹងភាព comfort ក៏ដូចជា performance ហើយនៅខាងក្នុងរថយន្តក៏មានមកជាមួយនឹងមុខងារជាច្រើនដែលយើងត្រូវការដូចជាយើងចាំបាច់ដូចជា Apple CarPlay ដូចជាកៅអីអង្គុយគឺជាប្រភេទស្បែក Napa ហើយអេក្រង់កំសាន្តអាចធ្វើការ rotate បានក៏ដូចជាមកជាមួយនឹងមុខងារជាច្រើនមែនតើហើយរថយន្តក៏ទលាហើយក៏មានរូបរាងធំផងដែរហើយអ្វីដែលសំខាន់គឺមានមកជាមួយនឹងប្រភេទ app ដែលងាយស្រួលប្រើប្រាស់បន្ថែមទៀតអញ្ចឹងខ្ញុំគិតថាប្រិយមិត្តអរគ្នាគួរតែពិចារណាជាមួយរថយន្ត BYD Sierra M5 អូខេអញ្ចឹងនេះគឺជាការថតបង្ហាញរវាងខ្ញុំ Master Matt ជាមួយរថយន្ត BYD Sierra M5 អញ្ចឹងបើសិនប្រិយមិត្តមានចំណារអារម្មណ៍បែបណាក៏ដូចជាមានសំណួរអ្វីនោះកុំភ្លេចធ្វើការ drop comment នៅខាងក្រោមហើយឥឡូវនេះបើសិនជាប្រិយមិត្តអរគ្នាចាប់អារម្មណ៍សម្រាប់រថយន្ត BYD មិនថា model នេះឬមួយក៏ model ណាទេប្រិយមិត្តអរគ្នាអាចអញ្ជើញទៅ check នៅ showroom BYD Cambodia ដែលសប្តាហ៍នេះគឺមានច្រើនសាខាខ្លាំងមែនទែនអញ្ចឹងកុំភ្លេចធ្វើការ contact គាត់អាចតាមរយៈលេខទូរស័ព្ទឬមួយក៏តាម Facebook page ផ្លូវការម្យ៉ាងដើម្បីឲ្យកាន់តែមានទំនុកចិត្ត BYD នឹងមានការធានាចេញពីរោងចក្រទៅលើអាគុយនិងម៉ូទ័រចំនួន8ឆ្នាំឬស្មើនឹង160,000គីឡូម៉ែត្រទៅលើអាគុយនិង150,000គីឡូម៉ែត្រទៅលើម៉ូទ័រថែមទៀតផងពី BYD Cambodia ជើងខ្ញុំបាទសាម៉ាត់អរគុណអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ